មេឃក៏ស្រទុំរីឯមេធិមទឹកដងឯនេះវិញពីរនាក់មេធិមបានរួមកម្លាំងសាមគ្គីគ្នាដើម្បីផលិតជាម្ហូបញ៉ាំបាយជួបជុំកូនថ្ងៃត្រង់គឺបានមុខម្ហូបបែបស្រុកស្រែទៀតហើយឆាគ្រឿងសាច់មាន់ជាមួយនឹងសណ្ដែកគួរបាទបងប្អូនឥឡូវនេះពុកម៉ែបងប្អូនចូលរួមធ្វើមុខម្ហូបជាមួយមេធិមទឹកដូងទាំងអស់គ្នាមុននឹងយកសាច់ទៅឆាគ្រឿងមេធិមទឹកដូងចាប់ផ្ដើមយកសាច់មាន់នឹងមកងាស់ជាមួយនឹងស្រាសបន្តិចសិនដើម្បីឲ្យកាត់ឆ្អាបធុំក្លិនសាច់មាន់បាទបងប្អូនអើយឥឡូវនេះមេធិមទឹកដូងចាប់ផ្ដើមជ្រួយសាច់បាទដើម្បីឲ្យចូលស្រាសនឹងឲ្យជាតិមកងាស់នឹងឲ្យវាក្រៀមស្ងួតសាច់ហើយទើបមេធិមទឹកដូងចាប់ផ្ដើមចាប់កញ្ច្រែងយកមកដួសដាក់សាច់ទុកមួយឡែកសិនទើបនឹងកូរគ្រឿងបាទបងប្អូនតោះចូលទស្សនាជាមួយមេធិមទឹកដូងទាំងអស់គ្នាមើលបាទឥឡូវនេះខ្លាញ់បានក្តៅហើយមេធិមទឹកដូងចាប់ផ្ដើមដាក់កន្ទឹមចូលបាទដាក់កន្ទឹមលីងឲ្យឈ្ងុយហើយមេធិមបាទគាត់សុំចំណែកចូលជួយធ្វើមុខម្ហូបជាមួយមេធិមទឹកដូងម្ដងបាទឥឡូវមេធិមទឹកដូងជាអ្នកដាក់គ្រឿងដាក់ប្រហុកដាក់គ្រឿងគល់ក្រៃបុកចូលគ្នាគល់ក្រៃម្ដេងអញ្ចឹងទៅបាទខ្លាយជាគ្រឿងបាត់ទៅហើយគ្រឿងខ្មែរយើងពុកម៉ែបងប្អូនដឹងហើយបាទបន្ទាប់ពីគ្រឿងឈ្ងុយឈ្ងប់ពេញផ្ទៃសាគរហើយបាទបងប្អូននេះសម្រាប់ពេញផ្ទៃសាគរទៀតបាទបងប្អូនបន្ទាប់ពីគ្រឿងបានឈ្ងុយឈ្ងប់ពេញផ្ទៃសាគរមេធិមទឹកដូងហុចសាច់បាទដើម្បីឲ្យមេធិមហ្នឹងចាក់ចូលជាមួយគ្រឿងត្រឡប់ចោះត្រឡប់ឡើងបន្ថែមនៅរសជាតិបន្តិចទៀតគឺស្ករសប៊ីចេងអំបិលរឌីប្រេងកាចុងទឹកស៊ីអ៊ីវខាប់បូកបញ្ចូលគ្នាទៅបាទបងប្អូនរឿងអីមិនថាមិនឈ្ងុយរឿងអីមិនថាមិនឆ្ងាញ់បាទបងប្អូននិយាយពីឆាគ្រឿងគ្រើគ្រប់បើមិនឆ្ងាញ់ទេគឺមានតែចម្លែកហើយបាទដោយសារតែព្រឹកនេះពុកម៉ែបងប្អូនអើយសបោរុយណាស់និយាយពីរុយនោះរុយបាទបានអេដមីនតូចទេបាទឈរបក់កាមេរ៉ាបក់រុយឲ្យបាទតែมันបក់ហ្នឹងពេញនឹងលើបាទហើពេញព្រាតបាទនឹងមកពីណាពីណីទេអារុយនេះវាដង់ក្លិនណាស់បាទត្រូវនឹងមេឃស្ទុំទៀតចង់រកភ្លៀងកក់ខែទៀតបាទបន្ទាប់ពីសាច់បានចូលជាតិចូលគ្រឿងហើយមេធិមចាប់ផ្ដើមចាក់សណ្ដែកចំនួន1ចានចូលផ្លាច់បាទឥឡូវនេះឃើញថាសាច់ក៏បានឆ្អិនបាទសណ្ដែកហ្នឹងមិនអោយផុយរលួយពេកទេមកឆ្អិនតែបាទល្មមមេធិមចាប់ផ្ដើមដុសចែកគ្នាញ៉ាំបាទបងប្អូនអានេះភ្លក់សាក់មើលសិនបាទចង់ដឹងថាជាតិមិនជាតិឆ្ងាញ់មិនឆ្ងាញ់ចាំថែមគ្រឿងក្រៅទៅតាមក្រោយទៀតបាទបងប្អូនគ្រាន់តែដាក់មួយម៉ាត់ទៅមេធិមថាឆ្ងាញ់ជាតិបាទមិនបាច់ចាំថែមគ្រឿងក្រៅអីទៀតទេបាទឥឡូវនេះមេធិមទឹកដូងមានសម្រាប់ចិត្តបាទចាប់ផ្ដើមហើយទាញកន្ថៈហ្នឹងដើម្បីដួសសាច់មាន់ឆាគ្រឿងហ្នឹងទុកបាទពេលកូនមកពីសាលារៀនវិញបាទញ៉ាំបាយជុំគ្រួសារម្ដងមើលបាទអស់ប្រមាណឆ្នាំងអស់ប្រមាណចានបាទបងប្អូនឥឡូវមេធិមចាប់ផ្ដើមដួសហើយបាទស្រង់ហើយតោះពុកម៉ែបងប្អូនចាំមកចូលរួមបាទញ៉ាំបាយជួបជុំគ្នាជាមួយក្រុមគ្រួសារមេធិមទឹកដូងទាំងអស់គ្នាមើលបាទបងប្អូនព្រឹកនេះបាទបងប្អូនឆាគ្រឿងនេះបើបានទឹកដូងជាក់ទៀតអូរឹតតែពិសេសពិសាយព្រឹកនេះតោះវីដេអូមេធិមទឹកដូងមានតែប៉ុណ្ណឹងទេបាទពុកម៉ែបងប្អូនកុំភ្លេចចុចសញ្ញាព្រួយខាងស្ដាំ follow ម្នាក់មួយផងបាទសូមអរគុណ